បករ100%ថ្នាក់បញ្ញត្តិរងសម្រាប់អូនៗម៉ាក់ទី11 12ចាប់ទី12បានមកដល់ទៀតហើយអាហារូបករណ៍មួយនេះផងដែរគឺអត់តម្រូវឲ្យអ្នកទាំងអស់គ្នានឹងមានបន្ទុក IELTS ឬក៏ជាភាសាជប៉ុននេះលើសពីថ្លៃសាលា100%អ្នកទាំងអស់គ្នាអាចទទួលបាននៅកន្លែងស្នាក់នៅថ្លៃសំបុត្រយន្តហោះក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែដូចគ្នាតូនជាមួយនឹងលក្ខខណ្ឌនៃការចុះឈ្មោះវិញអញ្ចឹងអូនត្រូវតែមានអាយុអត់លើសពី24ឆ្នាំនិងមួយទៀតទទួលបានប្រតិបត្តិបន្ទុកចុងឆ្នាំចុងក្រោយហ្នឹងគឺ70%ឡើងទៅកន្លែងហ្នឹងគឺចាំបានថាអូនត្រូវយកបន្ទុកមុខវិជ្ជាទាំងអស់ហ្នឹងបូកចូលគ្នាបើសិនជាលទ្ធផលវាស្មើឬក៏លើស70%ចាំបានថាអូនអាចដាក់ពាក្យបានហើយតែតូនជាមួយជំនាញសិក្សាវិញមានច្រើនមានទាំង electronic មានទាំង communication មានទាំង network engineering ហើយនិងមានជំនាញជាច្រើនផ្សេងទៀតចំពោះអាហារូបករណ៍មួយនេះផងដែរក៏តម្រូវឲ្យអូនប្រឡងដូចគ្នាដែលមុខវិជ្ជាប្រឡងមានគណិតវិទ្យាមានអង់គ្លេសរូបវិទ្យាឬគីមីវិទ្យាដែលពីរហ្នឹងគឺអាស្រ័យទៅលើជំនាញដែលអូនរើសហើយនិងមួយទៀតគឺភាសាជប៉ុនកម្រិតទាបដែលភាសាជប៉ុននេះគឺតម្រូវឲ្យអូនចេះគោលនៃ alphabet A ផ្សេងៗយ៉ាងទៅដែលអត់តម្រូវឲ្យអូនចេះកម្រិតខ្ពស់ទេបើសិនជាអូនចង់រៀនបន្ថែមទៅជាមួយមុខវិជ្ជាខាងលើអូនអាចមករៀននៅ Scholara បានហើយបើសិនជាមានចម្ងល់អីផ្សេងៗអូនអាចទាក់ទងមកកាន់ Facebook page របស់ Scholara ក៏ដូចជាអាចមកកាន់ទីតាំងផ្ទាល់ក៏បានដែរហើយអូនអាចរកអាហារូបករណ៍ជាច្រើនផ្សេងទៀតតាមរយៈ app Scholara